សួស្តីលោកអ្នកជាទីគោរពរាប់អាននៅពេលនេះសូមអញ្ជើញលោកអ្នករួមទស្សនាទស្សនវិជ្ជានាឱកាសរាត្រីបើកសមាជនៃក្រុមសង្ឃៈថនាវត្តបាយ៉ាមឃុំដងជោខេត្តវិញឡុងសូមអញ្ជើញលោកអ្នករួមទស្សនាទស្សនវិជ្ជាទាំងស្រុងនេះដូចតទៅអ្នកខ្ញុំបានមានកិត្តិយសក្រោកឡើងដើម្បីកាន់កម្មវិធីនៅក្នុងពេលនេះជាដំបូងអ្នកខ្ញុំសូមលើកហាត់ទាំងធ្វើហាគោរពនមស្ការព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃទាំង3ទីពឹងរាល់ថ្ងៃរបស់សត្វលោកបន្តមកសូមសួរសុខទុក្ខចំពោះលោកគ្រូនិងគ្រូបណ្ឌិតទាំងពីរនិងយាយតាទាំងអស់គ្នាអរសេចក្តីគោរពនិងរាប់អានចាថ្ងៃពុទ្ធ6កើតខែមិញឆ្នាំអសាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃ26វិច្ឆិកាពុទ្ធសករាជ2025កម្មវិធីសមាជលោកមានខទី1គឺគោរពធម៌ព្រះពុទ្ធសាសនានិងនមស្ការព្រះរតនត្រ័យខទី2គឺតាំងប្រធានកិត្តិយសដោយសុភាទាំងពីរខទី3គឺប្រកាសហេតុដើម្បីកើតកម្មវិធីសមាជខទី4គឺមាន6ចំណុចទូទៀតទី1គឺអក្សរកយោបល់របស់គ្រូបណ្ឌិតណាក់សុភាខគឺតតិយោបល់តំណាងចូលរួមខគឺយោបល់បើកចំហគឺស្វាធាននៅប្រធមខគឺសន្យកថាតំណាងពិតប្រធមងគឺបាំងសកលចយន្តចគឺអូគឺផលបញ្ចប់នៅកម្មវិធីបន្តមកចូលដល់ខទី1គឺគោរពធម៌ព្រះពុទ្ធសាសនាហើយនឹងនមស្ការព្រះរតនត្រ័យអ្នកខ្ញុំសូមគោរពអញ្ជើញយាយសម្បត្តិដើម្បីផ្ដើមផលចា៎ពេញយាយយើងទាំងអស់ត្រង់កាយវាចែកចាក់គឺគោរពធម៌ព្រះពុទ្ធសាសនាសូមមើលតាំងใจហើយមាន
แต่โนเทวดาแสดงหาตรมพรามปรารถนาจังบานสายกระดิสมเยืนเทพราเจนำเพียเคลีเคลียดกันพอหนึ่งบ้านพันกระเดลมรวบรวมสามัคคีปีนี้เต้ามงยืนบ้านสมเกษมสารตราพร้อมเปลี่ยนรอบรินกันทอสุจริตจำพวกเต้ากาทางนี้เป็นเยดีพันตรงบ้านส่งเสียงสานเยเดือนหนึ่งบ้านซอยสำคัญ ចាសូមអរគុណលោកចៃដែលមានទឹកដើមសំលេងដល់ពីរយយ៉ាងក្បោះក្បាយចាបន្តចូលដល់ខទី2គឺតាំងប្រធានកិត្តិយសនាងខ្ញុំសូមគោរពអត្តនានិមន្តលោកវិញ្ញាណក្ខន្ធព្រះឧបជាមកស្ថិតនៅទីនេះខាងវីរៈបរោះនាងខ្ញុំសូមគ្រប់អញ្ជើញលោកវិញ្ញាណក្ខន្ធនៃគណៈកម្មការក្នុងនោះមានតាញោមវត្តតាចាវត្តមកស្ថិតនៅទីនេះធ្វើជាប្រធានកិត្តិយស នេះតាមមតិអត្តនោម័តរបស់នាងខ្ញុំទៅអង្គប្រជុំយល់ព្រមឬទេបើយល់ព្រមសូមស្ងៀមស្ងាត់ព្រះវិនាទីដើម្បីបញ្ជាក់ថាយល់ព្រមចាបន្តចូលដល់ខទី3គឺប្រកាសហេតុដែលនាំឲ្យកើតជាកម្មវិធីសម្រាប់សូមគ្រប់អញ្ជើញតាវិបស្សនាគឹមធៈដើម្បីឡើងប្រកាសហេតុសូមគ្រប់អញ្ជើញលោកតា ថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំបាទដែលបានក្រោកឈរឡើងក្នុងឱកាសនេះដោយអាស្រ័យព្រះអរណាបំរើនៅកម្មវិធីទស្សនារបស់ខ្ញុំឡើងមកប្រោះនូហេតុនៃការសិក្សាប្រធមនិងអក្សរតាំងពីមុនរហូតមកដល់ឥឡូវនេះតែមុននឹងប្រកាសខ្ញុំក៏សូមជំនួសមុខឲ្យមិត្តប្រធមទាំងអស់ជាបឋមខ្ញុំបករណាខ្ញុំបាទសូមរបស់ងនកាយក្រាបថ្វាយបង្គំប្រប្រជុំ3នៃប្រត្រៃរតមានព្រះពុទ្ធរតធម្មរតសង្ឃរតដោយសេចក្តីគោរពសេចក្តីជ្រះថ្លានិងសូមគោរពរំលឹកចំពោះដួងព្រះវិញ្ញាណក្ខន្ធនិងវិញ្ញាណក្ខន្ធអតីតសមណៈអតីតវីរៈបរោះនិងរីតាវិវនារីដែលបានភ្លីកាយថ្វាយជីវិតដោយសេចក្តីគោរពបន្តមកខ្ញុំនឹងសូមជម្រាបសួរ នៅសេចក្តីសុខទុក្ខចំពោះគ្រូបណ្ឌិតទាំងពីរព្រមទាំងតាអាចារ្យបង្រៀននិងក្រុមមិត្តប្រធមទាំងអស់ដោយសភាវធម៌ពីរប្រការគឺសុខនិងទុក្ខហេតុដែលខ្ញុំលើកយកមកជម្រាបក្នុងរាត្រីកាលនេះមាន3ចំណុចដូចមានសេចក្តីអធិប្បាយខាងក្រោមនេះដូចតទៅហេតុទី1ក្រោយថ្ងៃប្រឧបជាត្រង់អនិច្ចធម្មទៅ ក្នុងនាមយើងខ្ញុំទាំងអស់គ្នាបានទៅលេងកំដរវត្តកុំឲ្យមានភាពស្ងប់ស្ងាត់កំពុងតែចែកគ្នាលេងពីរឿងនេះរឿងនោះស្រាប់តែមានសម្ដីមួយឃ្លាស្រួយស្រែងមកពីទិសឦសានមកថាគ្នាយើងរៀនប្រធមប្រសើរជាងក៏ជាមួយយើងចែកគ្នាប្រសើរជាងតែតាមមតិខ្ញុំរៀនប្រធមវាមានប្រយោជន៍ជាងនោះហើយជាសម្ដីរបស់លោកយាយថាទីសមឿន ហេតុទី2ក្រពេលនោះលោកយាយថាទីរាក៏បានថាស្ដីឡើងថាបើយើងរៀនធម៌ទៅបានណាឯណាមកបង្រៀនស្រាប់តែមានសម្ដីលន់ឡើងមួយថាយើងទៅរកតាអាចារ្យនាមតិនមើលតកាត់ជួយបង្រៀនយើងបានទេបើកាត់បង្រៀនបានតើបាននរណាដប់កាត់មកស្រាប់ពេលឱកាសនោះលោកយាយគីមទីវិនក៏នៅនោះដែរ លោកយាយថាទីរាក៏បានសួរទៅកាន់យាយគីមទីវិនថាបើតាព្រមបង្រៀនយាយអាចដប់កាត់មកបានទេលោកយាយក៏បានឆ្លើយថាឲ្យតែមានអ្នករៀនខ្ញុំព្រមដប់ហេតុទី3
សិក្សាប្រថកំដរវត្តអស់រយៈកាលមួយខួបលុះធ្វើដាតកណានុកទានជូនដួងប្រវិញ្ញាណក្ខន្ធប្រឧបជារួចក៏វិលត្រឡប់មកកាន់គេហដ្ឋានរបស់តាអាចារ្យនាងទិនរៀនបន្តទៀតក្រោយមកសង្គមថយយើងខ្ញុំក៏បានតានិវេនសឹងទឿកាត់អញ្ជើញទៅរៀបប្រការនិងកសាងវត្ថុបេយ៉ាក្នុងវិធីប័ណ្ណពុទ្ធាវសែកនិងជួយកំដរនៅកម្មវិធីប័ណ្ណស្របឱកាសពេលរាត្រីនោះត្រូវត្រង់ប្រឧបជាតនាមទ្រឿងបៀងកងនៅវត្តភ្នោដងព្រះអង្គមកសម្ដែងប្រធទេសនាសម្ដែងចោលព្រះអង្គក៏បានសរសើរនៅក្រុមសហធរថាល្អណាស់មានរបស់ឃ្លាតោះតែខ្លាយវៀតខ្មែរវៀតបន្តិចហើយព្រះអង្គក៏មានពុទ្ធកាសួរមកដល់ក្រុមសហធរយើងខ្ញុំថាតើចេះអក្សរខ្មែរទេយើងខ្ញុំក៏មិនថាមិនចេះទេព្រះអង្គក៏មានពុទ្ធកាជូនដល់តាអាចារ្យនាងទិនឲ្យរៀនឲ្យបង្រៀនក៏យើងខ្ញុំតាំងពីនោះរហូតមកដល់ឥឡូវនេះក្រោយមកយើងខ្ញុំទាំងអស់គ្នាក៏បានស្ដាប់នៅបទចម្រៀងខ្មែរមួយបទដែលវីរៈបុរសខ្មែរយើងបាននិពន្ធថាអក្សរសាស្ត្រខ្មែរមានយូរមកហើយខ្មែរបងប្អូនអើយនាំគ្នាសិក្សាដើម្បីជួយជាតិនិងជួយសាសនាឲ្យបានតរាតតអនាគតបងប្អូនប្រុសស្រីសម្ដីជាតិខ្មែរស្រុកព្រំស្រុកត្រែខ្មែរបងប្អូនយើងបដិញ្ញាតស៊ូខំរៀនសូត្រឡើងដើម្បីដំកើងដល់ជាតិសាសនាអក្សរជាឪពុកភាសាជាម្ដាយអក្សរបណ្ណរាយជាតិបានតកើងតកានវាពីបីខ្លែខាងលើនេះបានបញ្ញត្តិសតិអារម្មណ៍ឲ្យយើងខ្ញុំខំរៀនសូត្រឡើងជ័យយោអក្សរសាស្ត្រខ្មែររុងរឿងមុនឆ្នាំជ័យយោការសម្ដែងនៅហេតុរបស់ខ្ញុំរួមគួរសូមអភ័យទោសសូមអរគុណចាសូមអរគុណលោកតាដែលបានប្រកាសហេតុដល់ញាតិសម្ដីយ៉ាងពីរកក្បាយចាចូលដល់ខទី4មែន6ទូទៀតគឺកខកខងនិងចចាមិនដំបូងចូលដល់អក្សរកអក្សរកគឺកតេយោបល់តំណាងចូលរួមសូមអញ្ជើញហេតុសម្បត្តិឡើងដើម្បីប្រកាសចាចាអ្នកខ្ញុំបានគ្រប់ចូលឡើងនៅក្នុងកម្មវិធីនេះដោយអាស្រ័យណាក់ចាត់កម្មវិធីឧទ្ទិសនាមឲ្យខ្ញុំថ្លែងនៅសេចក្តីរំលឹកគុណរបស់តាគ្រូតែមុននឹងថ្លែងខ្ញុំសូមធ្វើនៅនមស្ការនៅមានពុទ្ធរដ្ឋធម្មរដ្ឋសង្ឃរដ្ឋជាដើមមុននឹងថ្លែងនាងខ្ញុំសូមគោរពរំលឹកចំពោះប្រាវិញ្ញាណក្ខន្ធនិងវិញ្ញាណក្ខន្ធនៃព្រះសមណៈនិងវីរៈបុរសដោយសេចក្តីជ្រះថ្លាសូមគោរពគ្រូបណ្ឌិតទាំងពីរនិងមិត្តប្រធររួមខ្ញុំសូមរៀបរាប់នៅរឿងគ្រូតាគាត់ធ្វើនៅអំពើល្អជូនមិត្តប្រធរដូចតាតូនេះបាពុតគ្រូតាជាទីគោរពតាំងពីបានមកសិក្សាក្នុងសំណាក់គ្រូតាមកដល់ថ្ងៃនេះទើបខ្ញុំយល់ច្បាស់អំពីទឹកចិត្តរបស់គ្រូតាច្បាស់ថាគ្រូតាជាមនុស្សមនាច្រើនតែគិតប្រយោជន៍សាធារណៈធ្វើដូចម្ដេចឲ្យតែសិស្សបានចេះនិងបានយល់ក្នុងអត្តន័យធម៌មួយមេមិនតែប៉ុណ្ណោះបានឡាស់បច្ច័យបថលខ្លួនកសាងក្តារខៀនតូរៀនប្រាក់ភ្លើងទឹកផឹកជាដើមអត់មានអោយសិស្សបថលយើងបង្ខាត់អ្វីសោះមិនត្រឹមតែបង្រៀនទេសូមបីតែគ្រួសារមិត្តប្រធរនិងយាយតាភូមិមានជំងឺគាត់តែងតែបបួលយើងខ្ញុំទៅសួរសុខទុក្ខនិងសូត្រប្រាថ្នាជូនគាត់
ស្ដាប់ដើម្បីកំចាត់បងព្រមទាំងជូនបច្ច័យដល់ណាកជំងឺមានតាមបានព្រមទាំងខំកសាងប្រាជិតដីជូនដល់សិស្សរៀងខ្លួនធ្វើម្ដេចម្នាអយមានប្រាជិតដីមួយក្នុងខ្លួនសម្រាប់ខ្លួនតោកាន់បរិលោកនេះចេតដីនេះហៅថាបឋមចេតដីប្រុសចេតដីក្នុងសាសនាមាន4គឺ1បរិភោគចេតដី2បឋមចេតដី3ឧទ្ទសកចេតដី4ធាតុចេតដីចេតដីដែលគ្រូតាក៏សាងជូនសិស្សប្រថយើងសត្វតែចេតដីលាបឡន់ដោយថ្នាំពណ៌មាសទាំងអស់មិនមែនប៉ុណ្ណោះសូត្រកិច្ចការទាំងអស់ពីខាងលើមកនេះមិនមែនកើតឡើងដោយគ្រូតាមណាឯងទេអាស្រ័យដោយលោកយាយជាគ្រួសារគឺលោកយាយវិញគ្រួសាររបស់តានេះផងដែរឧទាហរណ៍ដូចជាលោកតាទៅបង្រៀនលោកអេវ៉ាត់បើលោកយាយមិនបានដុបតាទៅតើតាទៅបានឬទេភាសាបុរាណសម្ដែងថាសំណាបយងដីស្រីយងប្រុសពូថាយងអស់សណ្ដែកសណ្ដោះយងก๋วยเตี๋ยวឆាឬបុរាណសភាសិតមួយកន្លែងសម្ដែងថាការមានប្រយោជន៍គួរខំធ្វើវិជ្ជាចេះស្ទើរគួរបំពេញអកុសលមាននៅគួរលាស់ចេញជួញបានចំណេញគួរខំជួញអវសានកថាសិស្សប្រថសូមបដិញ្ញាខំសូត្ររៀនឡើងមិនអោយខុសបំណងតាគ្រូឡើយព្រះសម្ដីដែលពោលពីខាងលើនេះគឺជាការពុតប្រកបដែលពោលចេញពីក្រអៅបេះដូងរបស់សិស្សបរិស័ទមិនមានមុសាឡើយជាទីបញ្ចប់ខ្ញុំសូមមានអ្វីនឹងតបស្នងសង្គុណចំពោះតាគ្រូបើអញ្ចឹងហើយសូមមិត្តប្រថទាំងអស់លើកម្រាមដៃទាំង10ប្រសពដោយគោរពចំពោះតាសូមឲ្យតាប្រកបដោយសេចក្តីសុខសេចក្តីចម្រើនគ្រប់ទិវារាត្រីឲ្យតាជាពេលជំងឺសះស្បើយពីថ្ងៃនេះតទៅមុខរហូតទៅចាសូមអរគុណលោកព្រះដែលមានសម្ដីដល់ពីរោះចាទៅដល់សខគឺយោបល់របស់គ្រូបណ្ឌិតនាមស្រស់ឡើងជេងលោកគ្រូឡើងឲ្យយោបល់ចាបាទជាបឋមខ្ញុំបាទសូមជារវះនមស្ការចំពោះប្រជុំ3នៃប្រត្រៃរតគឺមានពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដោយសេចក្តីគោរពនឹងរំលឹកព្រះវីរសមណៈវីរបុរសវីរនារីគ្រប់កាលសម័យគោរពនឹងសូមសុខទុក្ខចំពោះបណ្ឌិតតាចារ្យដែលមានវិធីជាគ្រូបង្ហាត់ក្រុមសង្ឃហធរដែលមានវត្តមានភាពនៅក្នុងឱកាសពេលរាត្រីនេះដោយសេចក្តីគោរពអំពីខ្ញុំបាទគោរពនឹងសូមសុខទុក្ខចំពោះយាយគ្រប់រូបដែលជាក្រុមសង្ឃហធរដែលមានវត្តមានភាពនៅក្នុងឱកាសពេលរាត្រីនេះដោយសេចក្តីគោរពនិងរាប់អានអំពីខ្ញុំបាទដែលមានកិត្តិយសគោរពថ្លែងការវេទិកានិរទេសសម័យនេះគឺយោងទៅតាមការឧទ្ទិសនាមអំពីប្អូនដែលជាអ្នកបម្រើកម្មវិធីបានឧទ្ទិសនាមខ្ញុំបាទ
ឡើងការវេទិកាមានកថារួមប្រស្រ័យនៅក្នុងឱកាសពេលរាត្រីនេះរីឯកថារបស់ខ្ញុំបាទដែលលើកយកមកសម្ដែងនៅក្នុងឱកាសពេលរាត្រីនេះគឺគ្មានអ្វីក្រៅអំពីការស្ងេចសរសើរបាទការស្ងេចសរសើរការលើកកម្ពស់នៅស្មារតីរបស់លោកគ្រូដែលជាអ្នកបង្ហាត់បង្រៀននៅថក៏ដូចជាយាយគ្រប់រូបដែលមានស្មារតីភ្ញាក់រលឹកនឹកឃើញនៅការរៀនសូត្រនៅប្រថោនៅក្នុងផ្លូវព្រះពុទ្ធសាសនារបស់ផងយើងដូចជាយាយតាគ្រប់រូបបានជ្រាបច្បាស់ហើយយើងគ្រប់រូបដែលជាអ្នកកាន់ព្រះពុទ្ធសាសនាគឺមានតែប្រថោនេះហើយបាទប្រថោគឺយើងប្រែថាត្រត្រង់យាយតាបាទប្រថោប្រែថាត្រត្រង់នៅអ្វីគឺត្រត្រង់នៅសង្ខាររបស់យើងនៅដំណើរជីវិតរបស់យើងឲ្យមានភាពសុខសាន្តឲ្យមានភាពលូតលាស់ឲ្យមានភាពសមសួនឲ្យមានភាពគំកើងតទៅមុខគឺមានតែប្រថោនេះហើយម្លោះឲ្យស្មារតីដល់រឿងពឹងឧត្តមកតេដែលមានផលប្រយោជន៍របស់បណ្ឌិតតាចារ្យគឺកាត់រលឹកឃើញនៃករណីយកិច្ចដែលត្រូវបំពេញនៅក្នុងសង្គមការតបកិច្ចដែលត្រូវបំពេញនៅក្នុងសង្គមបាទករណីយកិច្ចដែលយើងត្រូវបំពេញនៅក្នុងសង្គមនោះយ៉ាងណាយាយតាគឺយើងបានចេះជ្រៅជ្រះនៅធម៌អាវិន័យហើយគឺយើងត្រូវតែបង្កលក្ខណៈដើម្បីឲ្យយាយតាឬក៏បងប្អូនដែលមិនទាន់ចេះឲ្យមានលក្ខណៈចេះសមស្របទៅតាមពេលវេលាដែលយើងបានចេះចាំមកហើយបាទគឺថាយើងក៏មានការបណ្ដេតបណ្ដោយក៏មានការប្រងើយកន្តើយក្នុងការបណ្ដោះបណ្ដាលបាទប្រថាស័ព្ទប្របណ្ដោះពូជនេះហើយដែលជាជំហានមួយរីកចម្រើនដែលជាកត្តាមួយនាំមកនៅភាពលូតលាស់នៅក្នុងសង្គមមនុស្សផងគ្នាម្ល៉េះហេតុតែសម័យនេះយើងខ្ញុំទាំងពីររូបបានធ្វើដំណើរអញ្ជើញមកដើម្បីផ្ដល់នូវភាពកុសកឬក៏ដើម្បីរំលឹកឡើងវិញនៅអនុស្សាវរីយ៍គ្រប់បែបសពយ៉ាងដែលបណ្ឌិតតាចារ្យកាត់ខំយកចិត្តទុកដាក់បង្ហាត់បង្រៀនដោយយាយតាក្រុមសង្ឃហធគ្រប់រូបទាំងអស់បាទអំបញ្ញមិញខ្ញុំបានស្ដាប់លោកកថាដែលបណ្ឌិតតាចារ្យកាត់បានប្រកាសអំពីបុព្វហេតុដែលនាំឲ្យកើតជាកម្មវិធីគឺខ្ញុំបាទមានការរំភើបណាស់បាទមានការរំភើបហើយរីករាយបាទដោយអាស្រ័យយល់ច្បាស់ឬក៏ដោយអាស្រ័យបានស្ដាប់កថារបស់បណ្ឌិតតាចារ្យកាត់ពលអំបញ្ញមិញគឺខ្ញុំបាទមានការរីករាយបាទមានការរីករាយដោយអាស្រ័យស្ដាប់ច្បាស់ថាយាយតានេះគឺដំបូងគឺមិនតាន់ចេះនៅឡើយបាទមិនតាន់ចេះនៅឡើយហើយក្រោយពេលដែលប្រពជាព្រះអង្គអនិច្ចធម្មទៅដោយមានប្រសាសន៍អំពីបណ្ឌិតតាចារ្យអំបញ្ញមិញគឺមានឧត្តមកតេសមួយបាទឧត្តមកតេសមួយយល់ច្បាស់រលឹកច្បាស់ថាត្រូវតែរៀនធម៌បាទត្រូវតែរៀនធម៌ដើម្បីយល់ច្បាស់ឬក៏ដើម្បីជាកត្តាមួយនាំមកនូវភាពរីកចម្រើនជូនវត្តអារាមជូនសង្គមភូមិស្រុកបាទម្ល៉េះហើយគឺខ្ញុំបាទមានមោទនភាពក្រៃលែងដែលបានអញ្ជើញមករួមប្រស្រ័យរៀបចំជាកម្មវិធីនៅក្នុងឱកាសពេលរាត្រីនេះហើយកម្មវិធីនេះគឺមិនមែនអត់ប្រយោជន៍ទេយាយតាកម្មវិធីដែលយើងខ្ញុំមកធ្វើរាត្រីនេះគឺមានផលប្រយោជន៍ពីរយ៉ាងដ៏សំខាន់បាទផលប្រយោជន៍ទី1គឺយើងបញ្ជាក់អំពីភាពរីកចម្រើននៅវត្តឧត្តមធីរីរាជបុជាមន្ទីរបាយ៉ាមនិងភាពរីកចម្រើនចំពោះយាយតាប្រចាំភូមិបាយ៉ាមរបស់ផងយើងពិសេសគឺយាយតាក្រុមសង្ឃហធគ្រប់រូបទាំងអស់បាទនេះជាភាពរីកចម្រើនហើយដល់លក្ខណៈទី2គឺថាយើងខ្ញុំមកធ្វើកម្មវិធីនេះដើម្បីបង្ហោះចែកជូនពិភពលោកមិនមែនតែបង្ហោះចែកជូនចំពោះបងប្អូនភូមិស្រុកឬក៏បងប្អូននានាប្រទេសគឺថាបង្ហោះចែកជូនពិភពលោកឲ្យបានឃើញអំពីអរិយធម៌ឲ្យបានឃើញអំពីលក្ខណៈភូមិធម៌លក្ខណៈវប្បធម៌ប្រចាំភូមិស្រុករបស់យើងនិយាយរួមគឺប្រចាំវត្តបាយ៉ាមនិងប្រចាំភូមិបាយ៉ាមរបស់ផងយើងបាទនេះជាលក្ខណៈសំខាន់មាន2យ៉ាងដែលខ្ញុំបាទបញ្ជាក់ច្បាស់នៅក្នុងឱកាសពេលរាត្រីនេះម្យ៉ាងវិញទៀតគឺអ្វីទាំងអស់ដែលយើងធ្វើគឺសុទ្ធតែមានផលប្រយោជន៍ទាំងអស់យាយតាបាទគឺមិនមែនអត់ប្រយោជន៍ទេបណ្ដាកិច្ចការសពសារពើ
ដែលជាការតបកិច្ចនៅក្នុងសង្គមដែលយើងធ្វើបានគឺយើងរមែងទទួលនៅលទ្ធផលល្អប្រពៃបាទរមែងទទួលយកនៅលទ្ធផលល្អប្រពៃម្ល៉េះឲ្យខ្ញុំបាទមានការស្រែកសរសើរចំពោះស្មារតីរបស់បណ្ឌិតតាចារ្យព្រមទាំងយាយដែលជាក្រុមសង្ឃហធរគ្រប់រូបគឺតែងតែមានការព្យាយាមបាទដំបូងគឺពឹងទៅលើគ្រូបាទហើយគ្រូនេះបើប្រសិនជាខ្វះនៅវិជ្ជាសម្បត្តិក៏មិនអាចបង្ហាត់បង្រៀនបានទេគឺពឹងទៅលើវិជ្ជាសម្បត្តិពឹងទៅលើឧត្តមគតិពឹងទៅលើការភ្ញាក់រលឹកមានស្មារតីប្រឹងប្រែងយកអស់ពីកម្លាំងកាយកម្លាំងចិត្តបង្ហាត់បង្រៀនដល់យាយតាក្រុមសង្ឃធរបាទគឺដំបូងគឺពឹងទៅលើលោកគ្រូដែលមានឧត្តមគតិខ្ពស់ហើយខាងក្រោយមកគឺពឹងចំពោះយាយឬក៏មីងគ្រប់រូបដែលយកចិត្តទុកដាក់លះកាត់ចំណាយនៅពេលវេលាដ៏មានតម្លៃក្នុងគ្រួសារធ្វើដំណើរអញ្ជើញមកសិក្សារៀនសូត្រក្រេបចិញ្ចុកយកនៅប្រធរដល់ប្រពៃអំពីបណ្ឌិតតាចារ្យគឺលោកគ្រូបាទហើយគាត់ក៏ជាលោកមារបស់ខ្ញុំដែរគឺមិនឆ្ងាយអំពីយើងខ្ញុំទេបាទហើយដូច្នេះរាត្រីនេះគឺជាកិត្តិយសមួយដ៏កំពុងដែលយើងខ្ញុំទាំងពីររូបបានធ្វើដំណើរអញ្ជើញមករៀបចំជាកម្មវិធីដែលបណ្ឌិតតាចារ្យបានឆ្លងអក្សរនៅលើក្តារខ្លួនថារាត្រីសមាជបាទហើយសមាជនេះយាយតាដឹងថាសមាជនេះមានន័យមិនទេយាយតាបាទប្រហែលជាអត់ដឹងទេសួយបាទដឹងសមាជនេះគឺជាបាទសូមបញ្ជាក់ឲ្យខ្លីបើតាមយើងប្រែទៅតាមភាសាខ្មែរយើងហៅថាការបោះសម្អាតណាសមុចនៈហ្នឹងគឺការបោះសម្អាតបោះសម្អាតនៅអ្វីគឺយើងបោះសម្អាតនៅកិច្ចការដែលយើងធ្វើមិនបានគឺយើងអាចធ្វើបានន័យថាយើងបោះសម្អាតនៅការល្ងងខ្លៅរបស់យើងហើយសម្រាប់នៅការចេះដឹងរបស់យើងបាទទើបលោកគ្រូក៏បានដាក់លើក្តារឈ្មោះថាសមាជហើយសមាជនេះដើម្បីស្រាវជ្រាវឬក៏យើងពុតផ្ដុំនៅការចេះដឹងរបស់យើងបញ្ជាក់ឲ្យឃើញឬក៏ពង្រឹងពង្រីកនៅស្មារតីនៃការចេះដឹងរបស់យើងឲ្យមានភាពរីកចម្រើនឲ្យមានភាពសម្រាប់ជាស្ថាពរតទៅអនាគតខាងមុខបាទហើយដូច្នេះនៅទីបំផុតនៃកថាក្រមនៃខ្ញុំបាទក៏សូមពុតផ្ដុំប្រមុំប្រមូលពុកបញ្ចូលនៅកងបញ្ញរាសីគឺកំណត់នៃបណ្ឌិតកាត់ឡើងអំពីសទ្ធាជ្រះថ្លារបស់បរិសុទ្ធរបស់លោកគ្រូដែលជាគ្រូបង្ហាត់នៅធរឬក៏គ្រូបង្រៀននៅធរក៏សូមឧទ្ទិសជូនចំពោះដួងព្រះវិញ្ញាណក្ខន្ធនៃប្រដេជប្រគុណប្រសពគ្រប់ចំនួនឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធនៃអតីតញោមវត្តអតីតអាចារ្យវត្តអតីតគ្រូបង្រៀនអតីតនិវេនគ្រប់រូបទាំងអស់ដែលមានស្នាដៃកសាងរំលោភព្រះពុទ្ធសាសនាហើយបានទទួលអនិច្ចធម៌និងអនិច្ចកម្មទៅកាន់លោកក្នុងមុខរួចមកហើយនោះក៏សូមដួងព្រលឹងព្រះវិញ្ញាណក្ខន្ធនិងវិញ្ញាណក្ខន្ធនៃព្រះវីរៈសមណវីរៈបរិអស់ទាំងនោះទទួលយកនូវបញ្ញកុសលមួយចំណែកដែលកាត់ឡើងអំពីបសត្តសទ្ធានៃការជ្រះថ្លារបស់គ្រូក៏ដូចជាយាយតាខំស្វាធានុប្រធរនៅក្នុងឱកាសពេលនេះសូមទូងព្រះវិញ្ញាណក្ខន្ធនិងវិញ្ញាណក្ខន្ធព្រះវីរៈសមណព្រះវីរៈបរិអស់ទទួលយកនូវបញ្ញកុសលមួយចំណែកបឋមម្យ៉ាងមួយទៀតក៏សូមប្រសិទ្ធិពរនៅបវរសុស្ដីសិរីមង្គលបុលសុខមហាប្រសាចូលកាត់ចម្រើនមានដល់បណ្ឌិតតាចារ្យគឺលោកគ្រូដែលមាននីតិជាអ្នកបង្ហាត់បង្រៀននៅប្រធរក៏ដូចជាចូលកាត់ចម្រើនមាននៅសេចក្តីសុខគ្រប់បែបសពយ៉ាងគឺទៅសូមអរយាយតាគ្រប់រូបដែលមានសទ្ធាខំហាត់វត្តលត់ដំខំរៀនប្រធរគឺថាសូមឲ្យបានធ្វើបាប្រកាសជួបតែសេចក្តីសុខសេចក្តីចម្រើនជាពិសេសក៏សូមឲ្យប្រពុតលោកជួយរក្សាប្រធរករណាប្រសងសាទរព្រមលោកឲ្យជ័យព្រមថ្លៃលោកឲ្យបងអតិវិកចម្រើននៅសេចក្តីសុខសួស្តីគ្រប់បែបសពយ៉ាងចែកជូនដល់បណ្ឌិតតាចារ្យព្រមទាំងយាយតាក្រុមសង្ឃហធរគ្រប់រូបសូមឲ្យបានពើប៉ះប្រតាសជួបនៅសម្បត្តិទាំងឡាយ3គឺសម្បត្តិមនុស្សសម្បត្តិទេវតារៀងរៀបរហូតដល់សម្បត្តិអមតៈមហានិព្វានគ្រប់ញាតិគ្រប់សណ្ដានកបីលៀងគ្លៀងគ្រៀតឡើយហងបាទសូមបាទឲ្យអរគុណបាទអរគុណយាយក្រុមសង្ឃហធរគ្រប់រូបទាំងអស់ហើយខំយាយខំបាទយើងខំមិនសាបសូន្យទេយាយបាទអរគុណច្រើនណាស់ Janganto putihnya mole sakyanang non piwang kano ewang tuang wideyo wideya sodeya mangkale apara cilapalang kesei se patalipo kare apisei kesa patun tianang nakapato pamota sunat katang somangkalang sopapiatang so titang so kano so
นโตจะสุยืนทางพรหมจารีสุปตาคินังกายกรรมังวิจากรรมังปัตตาคินังปตาคินังมโนกรรมังปณิทิเตปตาคินาปตาคินานิกาวานลปันตันเตปตาคิเน ขอคือโยบอลเบิกจำพอส่งครบอันเจงลูกตาวิบัตินากินเทียดำไปหลังกันกิจการจัง ខ្ញុំសូមចំណុះមកឲ្យមិត្តប្រថោទាំងអស់សូមត្រេកអរនៅចិត្តសទ្ធាជ្រះថ្លាចំពោះលោកតាអាចារ្យបង្រៀនព្រមទាំងលោកយាយដែលបានផ្ដល់នូវកិត្តិយសហើយនឹងបង្រៀននៅយើងខ្ញុំមិនថាយប់ថាថ្ងៃថាហត់ថានឿយព្រលឹមថ្ងៃទេតាំងពីវត្តរហូតមកដល់បតាអស់រយៈកាលជាង1ឆ្នាំក៏មានកម្រាយផលបន្តិចតួចឡើយនៅតែតាខំបង្រៀននៅយើងខ្ញុំទាំងអស់គ្នាហើយយើងខ្ញុំជាសិស្សកាន់ដែលបានមកក្រេបពីចុកនៅរសជាតិបឋមនិងអក្សរចំណេះដឹងពីសំណាក់លោកតាជាច្រើនណែនៅប៉ុន្តែប៉ុណ្ណោះនៅតាខំរៀបរាប់នៅថតផ្សេងដើម្បីមកបង្រៀនឲ្យយើងខ្ញុំបន្តទៅមុខយើងខ្ញុំជាសិស្សកាន់ទាំងអស់ក៏មានអ្វីនឹងផ្លេចនៅគុណអត្ថធម៌របស់លោកតាបានឡើយមានតែសូមសច្ចាក្នុងចិត្តថាទុកសម្គាល់ទុកបំណងហារតីរហូតដល់អវសានជាតិនៃគុណធម៌របស់លោកតាម្យ៉ាងទៀតយើងខ្ញុំទាំងអស់ជាសិស្សកាន់ដែលបានអញ្ជើញមករៀននៅក្នុងវតាលោកតាសូមខកខន្តីអភ័យទោសអំពីសម្ដីបីវាចាឬកាយការវិការណាមួយដែលមិនសមស្របនៅក្នុងទឹកចិត្តរបស់លោកតានិងលោកយាយសូមលោកយាយលោកតាខកខន្តីអភ័យទោសឲ្យយើងខ្ញុំជាសិស្សកាន់ផងហើយយើងខ្ញុំជាសិស្សកាន់ទាំងអស់ក៏មានអ្វីតបស្នងនៅទឹកចិត្តដ៏ជ្រះថ្លាចំពោះលោកតានោះទេមានតែសូមលើកដៃបួងសួងដល់គុណបានប្រតនាត្រៃចំហាយនៅព្រះពុទ្ធសាសនាជួយបីបំថ្នាំតាក់បីបំថ្នាំតែពិភពរក្សាដល់តានឹងយាយមានអចិន្ត្រមានប្រច័នយឿនយូររាប់រយសារក្រនជាដណ្ដប់គ្រប់ដល់កូនចៅទាំងអស់និងព្រមទាំងសិស្សកាន់ឲ្យបានយូរអង្វែងទៅហោចាសូមអរគុណលោកតាចាដែលមានសម្ដីដល់ពីរោះបន្តមកគឺស្វាធានដល់ប្រថោនាងខ្ញុំសូមគ្រប់អញ្ជើញយាយញៀមញិនដើម្បីសូត្រធម៌មកមានចំណងជើងខាសេរីអូនចាយាយអូនលំតូនកាយបានណាវ៉ាយបងកំយ៉ាងចាเป็นโลกาการังของเราเลยพระคุณเลยเป็นเวลาเราสาธุเทวดาเวคุณเดชาเอ้เราบุญทำหนึ่งประการอยู่บนบาดาลเลี้ยงโลเ
ส่วนประกาศดำนางอ้อยมิตรทอราชการฝ่ายบังคมจำปอประพฤติประทอประสองโดยเคารพรัตนาออกติจัดหนึ่งส้มรวมเล็กจำปอพระวิญญาณขันธ์หนึ่งพระวิญญาณขันธ์ในวีระบุระสมณะหนึ่งวีระบุระโดยดาสัพเพียงต่างปีส่วนประกาศใจเจนเจียบใบโดยอภัยกถาปีสมณกถาใบปฏิสักถาด้วยอภัยกถาวิประทอยืนยมสมพันเตยอภัยโตจำพอครูบันดัดต่างปีได้อันเจนโจนมอบลำไปเพื่อการสัมเพียสะตัวอัมปีศึกษาประทอหนึ่งออกซอในมิตรประทอยืนยมเบอร์ประสินเกียมิตรประทอยืนยมเมียนกาปะเดสันตระต่างปีขนมนุ่มเมียนอามิสันตระหนึ่งทอมปะเดสันตระนามวยเหมือนบ้านซ้อมรำโตเลอดำน้าอันเจรบครูบันดัดต้มครูบันดัดอภัยโตจำปอมิตรประทอยืนยมพ่อปีสมณกถายืนยมแต่งอ้อนี่ส้มเพลนโนแต่กระไดไตรอ้อจำปอกาและบองโนกาเปลปดรบย่างอันเจนมอกโดยบรรทบสักษาในยืนยมเมียนแต่กระไดไตรอ้อเคยไตรอ้อเทียบหนึ่งเราบรรทุไอนานิมวยหมอเปรียบปตึมหนึ่งกาละบองโนดอกเมียนเติมซานี่เกียสาระมวยดอกสำคัญจำปอนะเชื่อโนกามพอรู้บันดัดซับประปุยนะเราแม่ต่อตัวบ้านโนปุยโนเกียได้ขาดใบอุติสักถาสาธุสาธุสาธุโดยอนุเพียบในกาละบองวิเลียเจียเนี่ยเจียบรัดอันเจนบอกกันบรรทบศึกษาอักษรหนึ่งประทอยึดย่อมส้มเล็บเรียมได้แต่งต้อประกอบโดยองค์พรามส้มอันเจนเทวดารักษาชนะนี้เมียนประเนียมโกระทีวีมอบช่วยกันนองรองมุกกันนองรองสมาเบิกรูบันดัดเพื่อดำนาโตกันตีนานะส้มบันคุณประพฤติการช่วยแทนรักษาประทอการณาประสังสาโตประเอิญลูกอ้อยใจพรมทลายลูกอ้อยปอเทปานิกอจำเริญอายุวันณะสุขะบละโจเกินจำเริญเมียนดอยครูเรียงดอลัดกลมไปเรียกเรียนเลยฮะ อันเนกาวตาสังขาราอมปาเกวิยธรรมเมโนอมปาเกตวาเนรันตังตเตสังโฆสังโฆสังโฆ
phê của đường con sóng phát rôm tăng rì ở trang rồi chia ra môi pro ca cần cha cố má chồng cha tương ơi lô ca ma ye sa ta chi von ta ra he tô ca ma nội nhang bồ cha nam sa pe la con tô ma che la sa te សូមថ្លែងអំណរអគុណនិងជ្រាលជ្រៅចំពោះលោកអ្នកបានរួមទស្សនានៅកម្មវិធីរាត្រីបើកសមាជនៃក្រុមសង្ឃៈថវត្តបាយាមឃុំដងជោខេត្តវិញឡុងនៅពេលនេះក៏បានសន្មតចប់ដោយបរិបូរណ៍សូមប្រសិទ្ធពរលោកអ្នកប្រកបដោយសេចក្តីសុខសេចក្តីចម្រើនគ្រប់ទិវារាត្រីនិងសូមសន្យាជួបគ្នានៅពេលក្រោយ